ការងារមិនចេះតែធ្វើណាបងប្អូនការងារវាមិនចេះតែរឿងងាយស្រួលជាពិសេសបងប្អូននៅស៊ីអនឡាញនៅស៊ីអនឡាញពេលច្រើនគាត់ខ្លះបាក់ទឹកចិត្តក្នុងការស៊ីការបូត page ការធ្វើវីដេអូ content បែបម៉េចដើម្បីឲ្យមានភ្ញៀវទាក់ទាញបងប្អូននឹងស្អីទីផ្សារឥឡូវគឺជាទីផ្សារដែលហែកនេះស៊ីអញ្ចឹងហើយអ្នកដែលល្បីអ្នកដែលបកកែធ្វើហ្នឹងក៏គាត់តែគេតិចណាជួនកាលណាគេអត់ចាប់អារម្មណ៍ការនេះមកទិញលទ្ធផលយើងហើយទៅដល់ថ្ងៃនេះខ្ញុំធ្វើការងារពីមុនធ្លាប់ដឹកជូនធ្លាប់អីទៅមកមានថ្ងៃនេះគឺខ្ញុំតស៊ូឆ្នាំមែនតើពីបាត់ដៃអត់តែរហូតដល់មានថ្ងៃនេះចឹងខ្ញុំលើកទឹកចិត្តដល់បងប្អូនមួយចំនួនដែលគិតថាចង់រកស៊ីគឺព្យាយាមបន្តទៀតពាក់ព័ន្ធជាមួយនឹងការខិតខំប្រឹងប្រែងដូចខ្ញុំចឹងកៅស៊ីមិនបងគឺខ្ញុំចង់បាក់ទឹកចិត្តសម្រាប់អ្នកលក់អនឡាញខ្ញុំសឹងថាចង់ទៅក្លឹបទៅធ្វើការងារវិញតែការខិតខំការព្យាយាមការដែលយើងស្រឡាញ់យើងនឹងធ្វើវាឲ្យអស់ពីលទ្ធភាពធ្វើវាឲ្យអស់ពីកាយចិត្តដែលយើងស្រឡាញ់ទោះចំណេញបានតិចប៉ុន្តែយើងស្រឡាញ់ហើយអាការងារយើងស្រឡាញ់គឺហត់ទេបងប្អូនយើងខំប្រឹងធ្វើវាយើងខំប្រឹងដោះខាត់យើងខំប្រឹងកែខៃជាលទ្ធផលបច្ចុប្បន្នគឺខ្ញុំមានការបញ្ជាទិញច្រើនមានគេ order ច្រើនអញ្ចឹងសមិទ្ធផលយើងបានគឺបានច្រើនតំណតស៊ូមកដល់ថ្ងៃនេះអញ្ចឹងបងប្អូនអ្នកគ្នាអាចរៀនសូត្រណាអាចមើលតាមជាគំរូបងអ្នកលក់អនឡាញដើម្បីចឹងខ្ញុំមានតែច្រើនទេបងប្អូនគឺមានប៉ុណ្ណឹងជូនពរបងប្អូនអ្នកគ្នាសុខសប្បាយ